បាទមេរៀនបន្ទាប់គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងមេរៀនទី2និយាយអំពី Advanced Java Data Structure ចឹងនៅក្នុងនោះគឺយើងមាន learning outcome ចំនួន5ដែរបាទគឺទី1ស្វែងយល់អំពី structure ដែលមានលក្ខណៈខុសគ្នាបាទដូចជា array linked list បាទ stack quote tree ហើយនិង hash map បាទទី2គឺយើងអនុវត្តមួយពី stack ហើយនិង Azure ដើម្បីប្រើប្រាស់ជាមួយ Java collection ទី3គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងការសរសេរ algorithm បាទជាមួយពាក់ព័ន្ធជាមួយនឹង sorting ហើយនិង searching ក្នុងការប្រើប្រាស់ structure ផ្សេងៗទី4គឺយើងប្រើប្រាស់ hash map ឬក៏ tree map ដើម្បីរកផ្ទុកនៅទិន្នន័យឲ្យបានលឿនបាទទី5គឺយើងវិភាគពេលវេលា complexity បាទដូចជាការប្រើប្រាស់ operation នីមួយៗបាទនិស្សិតយល់ដឹងអំពីប្រសិទ្ធភាពនៃ memory ហើយនិង speed content របស់យើងមានចំនួន6បាទទី1គឺត្រៀមបញ្ចូលចំណេះដឹង data structure មូលដ្ឋានដូចជា array ហើយនិង linked list ទី2គឺយើងសង្ខេបរចនាសម្ព័ន្ធ array បាទមានដូចជា linked list stack Azure tree ហើយនិង hash map ទី3គឺករណីប្រើប្រាស់ data structure មួយចំនួនដូចជា use case ទី4គឺការអនុវត្ត stack និង Azure ដោយប្រើប្រាស់ Java collection framework ទី5ការសរសេរ searching sorting នៅលើ data structure បញ្ចូលកំណត់ algorithm ទី6គឺ hash map និង tree map បាទដំណើរការ key ដូចជា value ដើម្បីល្បឿននៃការរុករកទិន្នន័យបាទរបបរកទិន្នន័យ